ក្របនឹងជំរាបសួរបងប្អូនអំពូមីងទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំឈ្មោះស្រីនោះធ្វើជាវីដេអូបង្ហាញទៅកាន់បងប្អូនអំពូមីងដែលស្រឡាញ់និស្ស័យខាងចិញ្ចឹមទេយោពងបងប្អូននេះដែរកសិដ្ឋានចិញ្ចឹមទេយោពងខ្ញុំដែលខ្ញុំចិញ្ចឹមនៅក្នុងកសិដ្ឋានខ្ញុំនៅខេត្តកំពតបងប្អូនចាសម្រាប់បងប្អូនអំពូមីងដែលពួកគាត់ស្រឡាញ់និស្ស័យខាងចិញ្ចឹមទេយោពងយើងចិញ្ចឹមបែបណាដើម្បីឲ្យទាញចំណូលចូលបានលក្ខណៈប្រចាំខែប្រចាំថ្ងៃលក្ខណៈវិលជុំបងប្អូនចាសម្រាប់ខ្ញុំសប្តាហ៍នេះគឺខ្ញុំចិញ្ចឹមចំនួន7000ក្បាលជាងហើយខ្ញុំក៏ត្រៀមធ្វើធុងមួយខ្នងទៀតដែរសម្រាប់ធុងទេពងថ្មីទេយោពងប្រភេទទេពូជកគីកបែលនេះដែរបងប្អូនចាចំពោះបងបងពូមីងដែលពូគាត់ចំណាប់អារម្មណ៍គាត់ចង់រៀនបច្ចេកទេសចិញ្ចឹមទេយោពងចិញ្ចឹមបែបណាដើម្បីឲ្យយើងបានលទ្ធផលល្អដើម្បីឲ្យទទួលបានលទ្ធផលមួយដែលជោគជ័យលទ្ធផលមួយដែលទទួលបានចំណូលចូលរាល់ថ្ងៃបងប្អូនចាខ្ញុំចិញ្ចឹមនេះខ្ញុំរៀនស្វែងយល់ពីបច្ចេកទេសច្បាស់លាស់រៀនពីលោកគ្រូអ្នកគ្រូច្បាស់លាស់ដែលទៅខ្ញុំអាចជួយយើងនឹងមកដល់ឥឡូវនឹងដែរបងប្អូនចាដោយសារយើងគិតថាការរៀនគឺល្អហើយខ្ញុំក៏ចូលចិត្តនៅក្នុងការរៀនស្វែងយល់សួរនាំទៅកាន់បងសិស្សច្បងឬក៏ពួកគាត់ដែលគាត់យល់ដឹងច្រើនជាងយើងអញ្ចឹងណាអញ្ចឹងគឺយើងចូលចិត្តសួរនាំទៅវិញទៅមកអញ្ចឹងណាបងប្អូនចាកន្លងមកខ្ញុំរៀនជំនាញពេទ្យសាស្ត្រនេះក៏ខ្ញុំអនុវត្តខ្លួនឯងផ្ទាល់មកដែរបងប្អូនយើងអនុវត្តច្រើនលំមតែដល់ចំណុចហ្នឹងអញ្ចឹងណាបងប្អូនចាអញ្ចឹងកាលណាដែលយើងរៀនស្វែងយល់ពីវាច្បាស់លាស់យើងរៀនស្វែងយល់ការចិញ្ចឹមច្បាស់លាស់ក៏យើងអាចទទួលបានចំណូលខ្ពស់ទៅតាមនឹងដែរខ្ញុំចិញ្ចឹមសពថ្ងៃដោយសារតែយើងច្បាស់ទៅលើសត្វហ្នឹងបងប្អូនយើងចិញ្ចឹមនិយាយអារម្មណ៍ទៅបងដែលពួកគាត់ចាប់ដើមចិញ្ចឹមសត្វដំបងយើងនៅខ្វះនៅបទពិសោធន៍នឹងការអនុវត្តផ្ទាល់ខ្លួនឯងផ្ទាល់នៅកឋានអីចឹងទៅអញ្ចឹងយើងចិញ្ចឹមពីណាក៏ដូចពីណាដែរចិញ្ចឹមដំបងគឺនៅខ្វះខាតច្រើនប៉ុន្តែពេលដែលយើងរៀនស្វែងយល់ពីបច្ចេកទេសនៃការថែទាំការចិញ្ចឹមការធ្វើវ៉ាក់សាំងឬក៏ការផ្ដល់ចំណីការថែទាំបែបណាដើម្បីឲ្យសត្វជើងបានល្អអញ្ចឹងអាហ្នឹងគឺយើងត្រូវរៀនស្វែងយល់ពីវាបានត្រឹមត្រូវដែរអញ្ចឹងណាបងប្អូនចាដើម្បីយើងទទួលបានផលផ្លែខ្លាំងលុះត្រាតែយើងរៀនស្វែងយល់ពីវាដែរបងប្អូនបើយើងអត់យល់ពីទេយើងថាលើធុងយើងចេះតែធ្វើឲ្យហើយការចិញ្ចឹមទេពងបើសិនជាត្រង់យើងអត់សូវមានអនាម័យល្អហើយត្រង់យើងអត់សូវមានបច្ចេកទេសធ្វើធុងឲ្យបានត្រូវស្តង់ដារក៏យើងចិញ្ចឹមទៅបានលទ្ធផលមួយដែលភាគរយទៀតដែរបងប្អូនចាអញ្ចឹងដើម្បីឲ្យយើងទៅទាញបាននៅចំណូលបានខ្ពស់យើងត្រូវច្បាស់លាស់ទៅលើត្រង់ច្បាស់លាស់ទៅលើការផ្ដល់ចំណីការថែទាំការធ្វើវ៉ាក់សាំងអីផ្សេងអាហ្នឹងគឺយើងត្រូវតែថែទាំសត្វយើងដែរដើម្បីកុំឲ្យសត្វយើងវាជួបជំងឺឬក៏ជំងឺចូលអីចឹងណាបងប្អូនចានៅកឋានខ្ញុំជាទូទៅចំពោះអនាម័យវិញគឺខ្ញុំផ្ដោតទៅលើសត្វខ្ញុំខ្លាំងបងប្អូនដោយសារតែខ្ញុំជាពាក្យសត្វផ្ទាល់ហើយដល់ពេលអញ្ចឹងទៅខ្ញុំក៏ថែទាំទៅលើសត្វគឺយើងច្បាស់លាស់ទៅលើសត្វយើងអញ្ចឹងណាហើយក្នុងពេលឆាប់ហ្នឹងខ្ញុំធៀមធ្វើមួយខ្នងទៀតដោយសារឥឡូវនេះកំពុងតែធ្វើធុងមេមន់យកពងប្រភេទមន់នៅខៅស្រុកណែដល់ពេលអញ្ចឹងទៅយើងក៏អត់ទាន់ធ្វើធុងទេពងដែរបងប្អូនឆ្នាំក្រោយប្រហែលជាអាចនឹងខែ1ខែ2ចាប់ផ្ដើមតឡើងត្រង់មួយខ្នងទៀតដែរធុងទេយោពងយើងដាក់ចំនួន2000ក្បាលយកអញ្ចឹងណាបងប្អូនដើម្បីដាក់ឲ្យគ្រប់ជិត10000ក្បាលដែរបងប្អូនចាខ្ញុំក៏ដែរខ្ញុំច្រើនដោយសារខ្ញុំធ្វើទីផ្សារខ្លួនឯងពងទេដោយយើងមានទីផ្សារខ្លួនឯងយើងងាយស្រួលបងប្អូនមិនថាពងទេមិនថាមន់មិនថាកូនមន់អីគឺខ្ញុំសិតតែទីផ្សារខ្លួនឯងទាំងអស់ហើយខ្ញុំដោយសារយើងរៀនស្វែងយល់ខ្ញុំដំបងក៏ខ្ញុំដូចតាបងពុំមីងដូចគ្នាអត់មានទីផ្សារនៅក្នុងដៃទេបងប្អូនចាយើងទីផ្សារសិតតែព្រើកទាំងអស់និយាយឲ្យចំទៅប៉ុន្តែយូរទៅយើងរៀនស្វែងយល់ទីផ្សារយើងរកទីផ្សារបានដោយសារយើងចំទៅយើងចេះតែ
cái đăng lư thay dân nâng trong sát ban là tập phật mùi là o để chắc cái có chui chật cái trong ban sát bị dương tơ ở chân đồng bay cái có ban phật dương có ban phật chẳng nè bọn ôn chè chân ở đồng bay ở dươngตัวมันเราแต่พอล้อยังแทตัวสัตว์เจอบานล้อให้ยังเรียนสวายโรตีซามวยแต่หนึ่งทึงตีซามวยแต่ล้อบ่แทก็ไหลนาแต่โกยังโอ้ตีซาเต็งตีจังตึยังจุดปูตีซามวยคือยังถือฉบับตะลือตีซาได้ใครยังเห็นกรุบกรองลอยกะยังบ่แทยังบ่กระจิบกามวยมวยถือกรุบกรองปีอาจจะลอยกะเซนตื้อบ่ยังเอาใจกรุบกรองลอยกะยังให้ยังบ่กระจิบกามวยในครั้งใดยังอัดขบของลอยกะยังก็ยังบ่บะในขนมแกធ្វើได้បងប្អូនចាខ្ញុំតែងតែគ្រប់គ្រងលុយកៈតិចបងប្អូនចាប៉ុន្តែនៅក្នុងកាឋានខ្ញុំភាគច្រើនខ្ញុំធ្វើបរិយារហូតបងប្អូនចាមួយឆ្នាំទៅមួយឆ្នាំខ្ញុំទៅបរិយាក្នុងឆ្នាំ2025ហ្នឹងខ្ញុំបរិយា2ខ្នងធុងទេបងបរិយា2ខ្នងដល់ពេលឆ្នាំក្រោយហ្នឹងយើងបរិយាបន្ថែមទៀតអញ្ចឹងកាលណាការចំយើងចេះតែបរិយារហូតបងប្អូនបើថាឲ្យសល់លុយកៈអីមាំតមខ្លាំងហ្មងមិនសល់ទេដោយសារយើងបរិយារហូតបងប្អូនយើងបរិយាដើម្បីឲ្យបានលទ្ធផលមួយដែលល្អច្រើនហើយចាំពេលដែលយើងឈប់បរិយាគឺវាមូលទៅតាមហ្នឹងអញ្ចឹងណាបងប្អូនចាអ្វីក៏ដោយយើងបរិយាមកឲ្យបានធំនៅក្នុងដៃយើងគ្រប់គ្រងវាតិចកាលណាដែលយើងគ្រប់គ្រងសัตว์យើងបានល្អហើយចំណូលយើងក៏បានមកទៅតាមនឹងដែរបងប្អូនចាអញ្ចឹងសម្រាប់បងដែលសិស្សប្អូនពួកគាត់បរិយាតបក្រោយអីចឹងគាត់ជំនាញដូចខ្ញុំអីចឹងអាហ្នឹងគឺយើងរៀនគ្រប់គ្រងពីសัตว์យើងឲ្យបានល្អហើយយើងគ្រប់គ្រងលុយកៈយើងឲ្យបានល្អដែរកាលណាយើងរៀនគ្រប់គ្រងលុយកៈពីតិចទាំងទៅសัตว์យើងក៏យើងគ្រប់គ្រងបានល្អហ្នឹងចំណូលយើងក៏បានច្រើនទៅតាមនឹងចឹងណាបងប្អូនចា